នេះយើងចូល set របៀប set យើងចុចវាយើង scan ចឹងយើងចូល program ពី OK ចឹងអានេះយើងទៅ set កន្លែង pressure ចឹងឧទាហរណ៍ថា pressure យើង on 45 out 30ចឹងមានន័យថាគម្លាតនៃការ start គឺ30ពេលដែល stop គឺ45ហើយតម្លៃលេខចឹងកន្លែង A នេះយើង set ជាមួយនឹងនាឡិការបស់យើង AB ចឹងយើងបូកដកតាមហ្នឹងទៅចឹងយើងទៅ set មួយហ្នឹង setting P02 នៃថាផានទី2ចឹងដូចតែផានទី1ដែរទេមួយទៀតយើងទៅ set កន្លែង P3 ដើម្បីឲ្យត្រូវជាមួយនឹងកន្លែង setting P01 ដែរនៃនាឡិការបស់យើងកន្លែង A និង B ហើយមួយទៀត A6 B6 set ដូចគ្នាមួយទៀតកន្លែង change P1 អានេះយើងដាក់30សិនមួយទៀត change P2 20អានេះកន្លែងយើង change ខាងកន្លែង P1 P2 អានេះកន្លែង delay out ចឹងយើងដាក់10 delay out 1 delay